នៅរសៀលថ្ងៃអង្គារទី30ខែកញ្ញាឆ្នាំ2025នេះកងទ័ពជើងអាកាសសៀមបានរៀបចំពិធីផ្លាស់ប្ដូរមេបញ្ជាការកងទ័ពជើងអាកាសថ្មីនៅក្នុងពិធីនោះដែរមេបញ្ជាការកងទ័ពជើងអាកាសថ្មីបាននិយាយថាក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងអាកាសថ្មីលោកនឹងផ្ដោតលើការអភិវឌ្ឍកងទ័ពជើងអាកាសសៀមឲ្យកាន់តែមានប្រសិទ្ធភាពឡើងប្រសិនបើមានចំនួនព្រំដែនរវាងកម្ពុជាថៃម្ដងទៀតលោកនឹងបញ្ជាកងទ័ពជើងអាកាសរបស់ថៃដោយស្មារតីប្រុងប្រយ័ត្នបំផុតដោយឈរលើស្មារតីការពារទឹកដីថៃមិនឲ្យបាត់បង់ឡើយថាអ្នកចាស់ទៅពិបាកដល់មេបញ្ជាការទ័ពអាកាសថ្មីនិយាយមកយ៉ាប់តែម្ដងខ្ញុំសូមផ្ដាំទៅមេបញ្ជាការទ័ពអាកាសថ្មីរបស់សៀមថាកម្ពុជាមិនត្រូវការទឹកដីថៃរបស់លោកសូម្បី1មីលីម៉ែត្រកម្ពុជាត្រូវការសន្តិភាពកម្ពុជាមិនត្រូវការសង្គ្រាមនោះទេមានតែប្រទេសសៀមរបស់លោកនោះទេចេះតែមានចិត្តចង់ឈ្លានពានទឹកដីកម្ពុជារបស់ខ្ញុំឥតឈប់ឈរ